ជំរាបសួរជនរួមជាតិនិងជនរួមភាសាថ្ងៃនេះខ្ញុំសូមមកបន្តអានកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំនួបកម្ពុជាចុះហត្ថលេខាថ្ងៃទី23តុលា1991ជាភាសាខ្មែរហើយនិងភាសាបារាំងចឹងថ្ងៃនេះសូមបន្តនៅទំព័រ190ឧបសម្ព័ន្ធ1ភារកិច្ចរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហជីវជាតិនៅកម្ពុជាហៅថាអ៊ុនតាក់ចំណុចទី2 bonjour mes chers amis, donc je poursuis ma lecture sur les accords pour un règlement politique global du conflit du Cambodge, signé le 23 octobre 1991. Sur la partie cambodgienne et partie française, donc en langue française, page 152 jusqu'à la page 153, annexe 1 sur le mandat de la PRONUC, le deuxième point. Avant tout, je commence d'abord ma lecture en langue cambodgienne. ចាអញ្ចឹងបងប្អូនជនរួមជាតិជនរួមភាសាខ្ញុំបន្តអានជាភាសាខ្មែរមុនដំបូងចានៅទំព័រ190ឧបសម្ព័ន្ធទី1អញ្ចឹងដល់ចំណុចទី2និយាយអំពីភារកិច្ចរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហជីវជាតិនៅកម្ពុជាហៅថាអ៊ុនតាក់ចំណុចទី2យន្តការខាងក្រោមនេះនឹងត្រូវប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាទាំងអស់ទាក់ទងទៅនឹងការអនុវត្តកិច្ចព្រមព្រៀងនេះដែលអាចកើតមានឡើងរវាងតំណាងពិសេសរបស់លោកអគ្គលេខាធិការនិងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC ក៏ SNC ត្រូវជួនមតិណែនាំដល់អ៊ុនតាក់ដែលត្រូវគោរពតាមមតិណែនាំនេះដរាបណាមានកុងសង្ស៊ុសក្នុងចំណោមមតិកុងសង្ស៊ុសក្នុងចំណោមសមាជិក SNC ហើយដរាបណាមតិណែនាំនោះវាស្របទៅនឹងទិសដៅនៃកិច្ចព្រមព្រៀងនេះខបើសិនជាគ្មានកុងសង្ស៊ុសក្នុងចំណោមសមាជិក SNC នោះទេទោះបីជាមានការខិតខំប្រឹងប្រែងអស់លទ្ធភាពរបស់ប្រធានក៏ដោយសម្ដេចនរោត្តមសីហនុជាប្រធាន SNC នោះនឹងមានសិទ្ធិធ្វើសេចក្តីសម្រេចស្តីពីការជូនមតិណែនាំដល់អ៊ុនតាក់ដោយយកចិត្តទុកដាក់គិតគូរទាំងស្រុងទៅដល់ទស្សនៈទាំងឡាយដែលបានសម្ដែងឡើងនៅក្នុង SNC អ៊ុនតាក់នឹងគោរពតាមមតិណែនាំនោះក្នុងករណីមតិណែនាំនោះសមស្របទៅនឹងទិសដៅនៃកិច្ចព្រមព្រៀងនេះកបើសិនជាសម្ដេចនរោត្តមសីហនុប្រធាន SNC តំណាងស្របច្បាប់នៃអធិបតេយ្យភាពកម្ពុជាមិនអាចសម្រេចបានក្នុងករណីណាមួយនោះសិទ្ធិនៃសេចក្តីសម្រេចរបស់សម្ដេចនឹងផ្ទេរទៅឲ្យតំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិតំណាងពិសេសនឹងធ្វើសេចក្តីសម្រេចចុងក្រោយដោយយកចិត្តទុកដាក់គិតគូរទាំងស្រុងទៅដល់ទស្សនៈទាំងឡាយដែលបានសម្ដែងឡើងនៅក្នុង SNC ខសិទ្ធិអំណាចណាដែលទាក់ទិនទៅនឹងការអនុវត្តកិច្ចព្រមព្រៀងនេះដែលបានប្រគល់ឲ្យ SNC តាមកិច្ចព្រមព្រៀងនឹងត្រូវអនុវត្តដោយកុងសង្ស៊ុសឬបើសិនមិនសម្រេចបានកុងសង្ស៊ុសនោះទេសិទ្ធិអំណាចនោះនឹងត្រូវអនុវត្តដោយប្រធាន SNC ដោយយកតាមនីតិក្រមដែលបានរៀបរាប់ខាងលើក្នុងករណីដែលសម្ដេចនរោត្តមសីហនុប្រធាន SNC តំណាងស្របច្បាប់នៃអធិបតេយ្យភាពកម្ពុជាមិនអាចសម្រេចបាននៅក្នុងករណីណាមួយនោះសិទ្ធិសម្រេចរបស់សម្ដេចនេះនឹងត្រូវផ្ទេរទៅឲ្យតំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលអាចប្រកាន់យកនៅវិធានការចាំបាច់នានាក្នុងករណីទាំងអស់តំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហជីវជាតិនឹងកំណត់ថាតើមតិណែនាំឬវិធានការរបស់ SNC ស្របទៅនឹងកិច្ចព្រមព្រៀងឬទេចំណុចទី3តំណាងពិសេសនៃលោកអគ្គលេខាធិការឬប្រតិភូរបស់គាត់ត្រូវចូលរួមអង្គប្រជុំទាំងឡាយរបស់ SNC និងរបស់ស្ថាប័នបន្ថែមណាទៀត
ដែលអាចបង្កើតដោយ SNC ហើយត្រូវជូនដល់សមាជិក SNC អំពីរាល់ព័ត៌មានចាំបាច់ទាំងអស់អំពីបណ្ដាសេចក្តីសម្រេចរបស់អ៊ុនតាក់ចាអញ្ចឹងថ្ងៃនេះខ្ញុំបានចប់អាននៅឧបសម្ព័ន្ធទី1និយាយអំពីភារកិច្ចរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហជីវជាតិនៅកម្ពុជានៅចំពោះកគឺចំពោះកនិយាយនីតិក្រមរួមអញ្ចឹងលោកក្រោយខ្ញុំបន្តអាននៅចំពោះខរដ្ឋបាលស៊ីវិលចានៅឧបសម្ព័ន្ធមួយដដែលអញ្ចឹងថ្ងៃនេះខ្ញុំសូមបន្តអាននៅជាភាសាបារាំងអត្ថបទដដែលជំរាបសួរបងអូនអក្សរគឺជាច្បាប់ចាសុខសប្បាយបងអូនអញ្ចឹងថ្ងៃខ្ញុំសូមបន្តអានជាភាសាបារាំងRebonjour mes chers amis, donc je poursuis ma lecture en langue française, donc accord pour un règlement politique global du conflit du Cambodge, signé le 23 octobre 1991. Annexe 1, donc mandat de la PRONUC. Dernière fois, je suis arrêtée au premier point sur la section 1, procédure générale. Donc aujourd'hui, je poursuis deuxième point et troisième point. Donc, page 152, annexe 1, le deuxième point. La procédure ci-après sera utilisée pour régler toutes les questions liées à l'application du présent accord qui pourraient survenir entre le représentant spécial du secrétaire général de l'Organisation des Nations Unies et le Conseil national suprême de CNS. Petit a, le CNS donnera des avis à la PRONUC, dont la PRONUC c'est UNTA, la PRONUC qui s'y conformera à condition qu'il y ait consensus entre les membres du CNS et que ces avis soient conformes aux objectifs du présent accord. Petit b, s'il n'y a pas consensus entre les membres du Conseil national suprême, malgré tous les efforts de son président, Son Altesse royale Samdech Norodom Sihanouk, il appartiendra au président de décider de l'avis à donner à la PRONUC en tenant pleinement compte des vues exprimées au sein du CNS. La PRONUC se conformera à cet avis à condition qu'il soit conforme aux objectifs du présent accord. C. Si Son Altesse royale Samdech Norodom Sihanouk, président du CNS, représentant légitime de la souveraineté cambodgienne, n'est pas en mesure, pour quelque raison que ce soit, de prendre cette décision, son pouvoir de décision sera transféré au représentant spécial du secrétaire général, Le représentant spécial prendra la décision finale en tenant pleinement compte des vues exprimées au sein du CNS. D. Tout pouvoir d'action concernant l'application du présent accord qui est conféré au CNS par l'accord sera exercé par consensus ou, s'il n'y a pas consensus, il sera exercé par le président du CNS conformément à la procédure indiquée ci-dessus. Si Son Altesse royale Samdech Norodom Sihanouk, président du CNS, représentant légitime de la souveraineté cambodgienne, n'est pas en mesure d'agir pour quelque raison que ce soit, son pouvoir d'action sera transféré au représentant spécial du secrétaire général qui pourra prendre les mesures nécessaires. E. Dans tous les cas, le représentant spécial du secrétaire général déterminera si l'avis ou l'action du CNS est conforme au présent accord. 3. Le représentant spécial du secrétaire général ou son délégué assistera aux réunions du CNS et de tout organe subsidiaire que celui-ci pourrait établir et donnera à ses membres toutes les informations nécessaires sur les décisions prises par la PRONUC. Donc la PRONUC, je rappelle, Autorité provisoire des Nations Unies au Cambodge, équivalent à ONTA, United Nations Transitional Authority in Cambodia.
Voilà pour aujourd'hui, je m'arrête sur ces points. Donc, je termine sur ma lecture annexe 1, mandat de la PRONUC. Donc, section A, procédure générale. Et la prochaine fois, je poursuis la section B sur l'administration civile, toujours sur le mandat de la PRONUC. Donc voilà, je termine ma lecture. Donc, je vous souhaite un bon après-midi. ជំរាបលាជនរួមជាតិជនរួមភាសាចឹងថ្ងៃក្រោយខ្ញុំសូមបន្តអាននៅចំណុចខចារដ្ឋបាលស៊ីវិលអរគុណច្រើនហើយជំរាបលា